ជំរាបសួរនិងសួស្តីលោកគ្រូអ្នកគ្រូទាំងអស់គ្នាអញ្ចឹងវីដេអូមួយនេះខ្ញុំនឹងបង្ហាញនិងណែនាំពីរបៀបចូលទៅ clear ណាទិន្នន័យដែលលោកគ្រូអ្នកគ្រូបានប្រើនៅក្នុងកកច្រោមដើម្បីសម្រួលទៅដល់កម្មវិធី PLP របស់យើងឲ្យការដើរនឹងមានភាពរលូនជាងមុននេះគឺជាផ្នែកមួយនៃការសម្រួលដើម្បីឲ្យថ្នាលបឋមយើងដើរបានស្រួលជាងមុនអញ្ចឹងដំបូងលោកគ្រូអ្នកគ្រូចូលទៅ clear នៅក្នុងកកច្រោមណាបាទអញ្ចឹងលោកគ្រូអ្នកគ្រូឃើញកកច្រោមហើយចុចតាមខ្ញុំមកបាទនេះជាកកច្រោមបន្ទាប់មកចុចមកបាទបន្ទាប់ពីចុចកកច្រោមលោកគ្រូអ្នកគ្រូក៏លេខមើលខាងលើណាឃើញសញ្ញាត្រេ3ទេលោកគ្រូអ្នកគ្រូបាទលោកគ្រូអ្នកគ្រូឃើញសញ្ញាត្រេ3អត់បាទបន្ទាប់មកលោកគ្រូអ្នកគ្រូចុចយកសញ្ញាត្រេ3បាទបន្ទាប់ពីចុចយកសញ្ញាត្រេ3លោកគ្រូអ្នកគ្រូឃើញពាក្យថា history ភាសាខ្មែរថាប្រវត្តិរុករកដូចខ្ញុំបានបង្ហាញហ្នឹងលោកគ្រូចុចលើនឹងមកបាទលោកគ្រូចុចលើពាក្យថា history នឹងមកបាទបន្ទាប់ពីលោកគ្រូចុចពាក្យ history លោកគ្រូអូសមើលទៅទិន្នន័យដែលយើងបានប្រើនៅលើកកច្រោមមានប្រមាណបាទមានច្រើនអញ្ចឹងវាធ្វើឲ្យប្រព័ន្ធម៉ាស៊ីននៅលើទូរស័ព្ទរបស់យើងនឹងវាដើររៀងយឺតដែរតើទៅនៅថ្នាលអញ្ចឹងយើងចុចពាក្យថា delete browser data អញ្ចឹងខ្ញុំបានបង្ហាញលោកគ្រូអ្នកគ្រូចុចពាក្យថា delete browser data ណាលោកគ្រូអ្នកគ្រូបាទអញ្ចឹងកន្លែងហ្នឹងលោកគ្រូអ្នកគ្រូចុចពាក្យថា delete browser data ដូចខ្ញុំបានគូរំពងហ្នឹងណាអញ្ចឹងបន្ទាប់នឹងមកលោកគ្រូចុចពាក្យហ្នឹងហើយអញ្ចឹងលោកគ្រូចាប់ផ្ដើមរងចាំបន្តិចណាអញ្ចឹងយើងចាប់ផ្ដើមចុចពាក្យdelete browser data ដូចខ្ញុំគូររូបរំពងពីលើហ្នឹងណាអញ្ចឹងលោកគ្រូអ្នកគ្រូចុចលើនឹងមកដើម្បីយើងឈានទៅជំហានបន្តបន្ទាប់មកលោកគ្រូអ្នកគ្រូឃើញហើយកន្លែងគ្រីសណាឃើញគ្រីសនេះខ្ញុំដាក់គ្រីសនេះកាពិតកន្លែងហ្នឹងយើងគ្រីសយកតែ2ទេណាខ្ញុំដោះគ្រីសមួយគ្រីសលេខ1និងលេខ3លេខ2យើងមិនគ្រីសទេលោកគ្រូអ្នកគ្រូអញ្ចឹងបន្ទាប់ពីយើងដោះគ្រីសហើយលោកគ្រូអ្នកគ្រូយើងកលេចមើលទៅខាងលើបន្តិចកន្លែងហ្នឹងឃើញមាន15នាទី1ម៉ោង24ម៉ោង7ថ្ងៃ4សប្តាហ៍អញ្ចឹងយើងយកពាក្យចុងក្រោយគឺ all time ណាគ្រប់ពេលវេលាដែលខ្ញុំដាក់សញ្ញាហ្នឹងលោកគ្រូអ្នកគ្រូចុចលើពាក្យ all time ណាលោកគ្រូអ្នកគ្រូណាបាទចុចមកបន្តមកទៀតដើម្បីចូលទៅ clear យើងពិនិត្យមើលអស់សិនមកយើងគ្រីសតែ2ចំណុចទេណាលោកគ្រូអ្នកគ្រូបន្តមកទៀតលោកគ្រូចុចពាក្យថា delete data ដូចខ្ញុំបានបង្ហាញអញ្ចឹងណាបាទលោកគ្រូអ្នកគ្រូចុចពាក្យថា delete data ណាលោកគ្រូអ្នកគ្រូយើងក៏លេខមើលពាក្យខាងក្រោម delete data អញ្ចឹងដូចខ្ញុំពងបង្ហាញណាបាទអញ្ចឹងយើងមើលឲ្យអស់ហើយយើងចុចពាក្យថា delete data ណាលោកគ្រូអ្នកគ្រូអញ្ចឹងយើងមើលតិចទៅកន្លែងគ្រីសហ្នឹងយើងច្បាស់ហើយចុចពាក្យ delete data បន្ទាប់មកយើងឃើញទិន្នន័យដែលយើងបានប្រើហើយមាន Facebook ហើយនឹង PLP អញ្ចឹងលោកគ្រូអ្នកគ្រូចុចពាក្យថា delete មួយទៀតបាទនៅក្រោម PLP របស់យើងហ្នឹងលោកគ្រូអ្នកគ្រូឃើញចុចពាក្យ delete មួយទៀតមកដើម្បីទៅសម្អាតទិន្នន័យចុងក្រោយរបស់យើងហ្នឹងឲ្យវាធូរនៅក្នុងទូរស័ព្ទដៃឬក៏ក្នុងម៉ាស៊ីនរបស់យើងអញ្ចឹងនៅពេលយើងចុចពាក្យ delete ធ្វើឲ្យកន្លែងប្រវត្តិហ្នឹងក៏វាអស់ហើយណាប្រវត្តិដែលយើងរករកហ្នឹងអញ្ចឹងលោកគ្រូអ្នកគ្រូគ្រាន់តែ search ពាក្យ PLP មកដើម្បីចូល PLP របស់យើងលោកគ្រូ search PLP មកខ្ញុំ search ស្រាច់យើងចុចយកពាក្យថា PLP បាទចូលមកយើងចុចយក PLP មកបាទអញ្ចឹងយើងឃើញដើរលឿននេះបាទអញ្ចឹងយើងឃើញអាចចូលទៅមើលអីផ្សេងទៀតតកតងនឹងការរៀននិងការប្រឡងគឺគេដើរងាយស្រួលណា smooth ជាងមុនណាលោកគ្រូអ្នកគ្រូអញ្ចឹងនេះគ្រាន់តែជាវិធីសាស្ត្រមួយទេលោកគ្រូអ្នកគ្រូដើម្បីជួយសម្រួលលោកគ្រូអ្នកគ្រូហើយយើងអាចចូលទៅបំពេញព័ត៌មានទិន្នន័យដែលយើងសល់ពេលរយៈពេលកន្លះខែទៀតណាបាទការបំពេញព័ត៌មានទិន្នន័យហ្នឹងគឺបំពេញដោយការទទួលខុសត្រូវណាបំពេញឲ្យត្រឹមត្រូវតាមអ្វីដែលសិស្សមានណាលោកគ្រូអ្នកគ្រូអញ្ចឹងវីដេអូមួយនេះអត់មានអីច្រើនទេខ្ញុំសង្ឃឹមថាការចែករំលែករបស់ខ្ញុំនឹងជួយសម្រាលបន្ទុកលោកគ្រូអ្នកគ្រូឲ្យចូលប្រើប្រាស់ក្នុងថ្នាលបឋមសិក្សា PLP បានកាន់តែល្អប្រសើរកុំឲ្យមានបញ្ហារអាក់រអួលទាំងអស់គ្នាណាអញ្ចឹងសង្ឃឹមថាលោកគ្រូអ្នកគ្រូនឹងយោគយល់នៅបញ្ហាមួយចំនួនដែលមាននៅក្នុងថ្នាលបឋមសិក្សា PLP អញ្ចឹងអរគុណបាយបាយជម្រាបលា